คณะได้រដ្ឋាភិបាលកម្ពុជាប្រកាសប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ លោកសំរងស៊ីមានដឹកនាំប្រឆាំងដែលនិរទេសខ្លួននៅឯក្រៅប្រទេសបានលើកឡើងតាមរយៈ Facebook របស់លោកនៅចំណុចចំនួន3ដែលលោកយល់ថាជាដំណោះស្រាយសម្រាប់តទល់ជាមួយថៃនៅតុលាការ ICJ ចំណុចទាំង3នោះមានទី1ការដោះស្រាយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23ដុល្លារ1991ដែលមានថៃជាប្រទេសហត្ថលេខីផងដែរទី2តាមរយៈសន្ធិសញ្ញាបារាំងសៀមឆ្នាំ1905និងឆ្នាំ1907និងទី3តាក់ទងទៅនឹងព្រំដែនទឹកដោយលោកសំរងស៊ីជំរុញឲ្យប្រើប្រាស់ច្បាប់សមុទ្រ UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលត្រូវបានអនុម័តនៅឆ្នាំ1982និងចូលជាធរមាននៅឆ្នាំ1994ជាមួយគ្នានេះមេដឹកនាំប្រឆាំងលោកសំរងស៊ីក៏បានលើកទឹកចិត្តនិងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយកករណីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីតំបន់មុំ3កោះកុដនិងដែនសមុទ្រត្រួតស៊ីគ្នាប្តឹងទៅតុលាការ ICJ ជាផ្លូវការដែរការលើកជាយោបល់របស់លោកសំរងស៊ីដូចនេះមិនទាន់មានប្រតិកម្មស្វាគមន៍ណាមួយពីសំណាក់រដ្ឋាភិបាលកម្ពុជាទេថាជាសុឆន្ទៈពិតប្រាកដរបស់មេដឹកនាំប្រឆាំងរូបនេះឬយ៉ាងណាក៏ប៉ុន្តែលោកប៉ែនបូណាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់បទសុបារាំង AFE នៅថ្ងៃទី3មិថុនានេះដែរថាទាំងប្រមុខរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិងទាំងអតីតប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនបានមានវិធានការគ្រប់បែបយ៉ាងអស់ហើយដូចជាការទូតផ្លូវច្បាប់អន្តរជាតិនិងតាមរយៈវិធានការយោធាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រួមគ្នាជាមួយរដ្ឋាភិបាលដើម្បីឯកភាពជាតិខ្មែរផងដែរសូមរំលឹកថាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កងទ័ពថៃបានវាយឆ្មក់ទៅលើកងទ័ពការពារព្រំដែនកម្ពុជានៅចំណុចមុំ3ក្នុងខេត្តព្រះវិហារបណ្ដាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតក្រោយមកកម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាទៅថៃនិងបានឯកភាពទាំងរដ្ឋាភិបាលទាំងរដ្ឋសភានិងព្រឹទ្ធសភាប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែន